បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube បាទថ្ងៃនេះខ្ញុំមានវត្ថុស័ក្តិសិទ្ធិណាបាទ3គ្រាប់ណាឬ3តួអង្គបាទជាខ្នាយខ្មែររបស់យើងសុទ្ធសិនតែម្ដងបាទហើយក៏និយាយថាតៃសា100 ភាគ 1000បាទតៃសា100 ភាគ 1000បាទមើលគល់វាណាបាទឡោងក្រហមចាស់បាទអញ្ចឹងកាត់ចោលខ្លះអីមកទឹក4ហ៊ុនជាងបាទអញ្ចឹងអានេះក៏ពោះវាណាប្រវែងវាពីចុងដល់គល់នេះបាទវាស់តាមកោងហ្នឹងបានមកទឹក3ហ៊ុន2ណាក៏ពោះចាបានមកទឹក3ហ៊ុន2ប្រទាលបាន2ហ៊ុនបាទមើលសាច់ណាបាទសាច់ចាស់បាទណាសាច់ចាស់បាទលាបប្រេងលាបកមុនបានជាមកសិលណាបាទយកមកសិលមុនឥឡូវសិលទៀត2សិលហើយបាទណាក្រហមល្អចាស់បាទមានតែជះបាទចឹងខ្នាយខ្មែរហ្នឹងបរមបុរាណលោកយកទៅពាក់នឹងកបាទដាក់តាមកពោបតាមកប៉ៅគឺធ្វើយើងហ្នឹងមានជំនឿជឿជាក់ថាមានវត្ថុស័ក្តិសិទ្ធិបាទតាមការពារខ្លួនតាមឃុំក្រងខ្លួនយើងហ្នឹងបាទគ្រប់បែបយ៉ាងណាការពារថាការពារហ្នឹងបាទការពារគ្រប់បែបយ៉ាងអញ្ចឹងដែលយើងបាទមានវត្ថុជាទីពឹងទៅមានភាពកក់ក្ដៅទៅណាមកណាយើងមានភាពកក់ក្ដៅក្នុងខ្លួនបាទណាបាទឃើញកងតបយើងមួយចំនួនទៅក៏គាត់ពាក់ខ្នាយទៅពាក់ចកោមអីទៅពាក់ខ្សែចកេះពាក់យន្តទៅហ្នឹងជាជំនឿរបស់គាត់បាទណាជាជំនឿរបស់គាត់បាទគេថាជាអាហារផ្លូវចិត្តណាធ្វើឲ្យចិត្តយើងរឹងមាំធ្វើឲ្យចិត្តយើងនឹងក្លាហានបើយើងមានវត្ថុជាទីពឹងបាទយើងដឹងថាម្នាក់ណាជីវិតស្លាប់មិនរួចទេបាទណាតែខ្មែរយើងតែនិយាយថាបាទអាគមសមយុទ្ធបាទអញ្ចឹងយើងរកវត្ថុស័ក្តិសិទ្ធិខ្លះដើម្បីការពារខ្លួនទៅបាទបើយើងមើលមិនឃើញបាទជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្នអន់ក្រអញ្ចឹងដល់ពេលស្រុកទេសអញ្ចឹងបាទយើងមានវត្ថុខ្លួនយើងជឿជាក់ខ្លួនយើងរបស់ញោមស័ក្តិសិទ្ធិរបស់ញោមបកែតែយើងមានជំនឿទៅជឿឲ្យសុខបាទជឿឲ្យសុខបាទដាក់ជំនឿជឿឲ្យសុខថាខ្ញុំគោរពអ្នកថែរក្សាអ្នកសូមអ្នកថែរក្សាខ្ញុំវិញដូចចឹងដោយម៉ែឪចិញ្ចឹមកូនចឹងណាចង់ឲ្យកូនហ្នឹងខ្លាចជាអ្នកល្អអ្នកដឹងគុណឪពុកម្ដាយចឹងទៅបាទអញ្ចឹងខ្នាយនេះក៏តៃសាដែរមួយគូបាទប្រទាលចេះបាន2ហ៊ុន2កម្ពស់បានមកទឹក2ហ៊ុន2ណាកម្ពស់ចេះណានិយាយថាកម្ពស់ចេះមកទឹក2ហ៊ុន2បាទហើយប្រទាលអញ្ចឹងបាទពីលើដល់ក្រោមនេះបាន2ហ៊ុនកន្លះបាទនេះ2ហ៊ុនកន្លះហើយប្រទាលនេះបាន2ហ៊ុន2បាទណាប្រទាលទៅតឹងចឹងណាបាទយើងមើលមានមុំតែម្ដងបាទណានៅមានជាប់ដីឡើយដែរតែសាសុតស៊ីនណាហ្នឹងហើយយើងជាវរើសដល់បានមួយបាទមួយខែ2ខែបានមួយទៅបាទអញ្ចឹងណាបាទស្រឡាញ់ពេញចិត្តអាចចែកជាវបានណាអាចចែកជាវបានបាទស្រឡាញ់ពេញចិត្តអាចចែកជាវបានតាមលេខ Telegram របស់ខ្ញុំបាទមានមួយខ្សែ088 24 79 826បាទខ្នាយជ្រូករបស់ខ្មែរយើងបាទរបស់នេះក៏យើងនិយាយថាយើងដាស់ប្រសិទ្ធិគុំធាតដាស់វិញ្ញាណអភិសេកហ្នឹងទៅតាមក្បួនតាមតម្រាអញ្ចឹងទៅណាបាទហត់ទៅយកទៅគោរពថែរក្សាបាទអញ្ចឹងអស់លោកណាដែលបានឃើញខ្ញុំប្រហោះខ្នាយណាស័ក្តិសិទ្ធិរបស់ដូនតាខ្មែរយើងហើយសូមបកូននោះមានលៀបមិនជ័យស្រីស្ដីឈ្នះអស់មាសត្រូវបាទសាធុ